រដ្ឋមន្ត្រីក្រសួងការបរទេសថៃទៅសម្ភាសចិត្តតែសួរប្រជាជនកម្ពុជាប្រទេសកម្ពុជាថាចង់បានសន្តិភាពពិតប្រាកដអត់ចេះតែនិយាយចឹងសួរថាអ្នកចង់បានសន្តិភាពអត់សួរខ្លួនឯងហើយថាគេនឹងបំពេញគេនឹងយកទឹកដីចុះអ្នកឯងមិនព្រមមើលតែអ្នកឯងបាត់បង់ប្រជាជនខ្មែរបាត់បង់អីខ្លះអ្នកឯងបានបាត់បង់អីខ្លះសួរអ្នកឯងណាសួរប្រទេសអ្នកឯងបាត់បង់អីខ្លះសូម្បីប្រជាជនអ្នកឯងក៏មើលគេក៏ដឹងដែរថាប្រជាជនខ្មែរកំពុងតែអត់ផ្ទះសំបែងនៅអ្នកឯងយកអ្នកឯងឈូសឆាយផ្ទះគ្នាអស់តិចទីគ្មានសល់ទេហើយអ្នកឯងឲ្យគ្នានៅស្ងៀមកុំមាត់កុំលោឡាដុតផ្ទះសំបែងគ្នាឈូសឆាយផ្ទះសំបែងគ្នាអត់មានផ្ទះណាឲ្យគ្នានៅឲ្យស្ងៀមបងប្អូនគិតពិចារណាមើលហើយចេះតែធ្វើរដ្ឋមន្ត្រីក្រសួងការបរទេសទៅរួចបងប្អូនពិចារណាមើលបាទបងប្អូនហើយប្រទេសបាទជប៉ុនបាទត្រូវបានបាទចិនគឺបាទប៉ូលីសចិនគឺវាយប្រហារយ៉ាងខ្លាំងបងប្អូនតាមអ៊ីនធឺណិតតាមឆាត GPT បាទអាមេរិករកឃើញបងប្អូនបាទ